យើងមិនដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងការពិតយើងមិនដឹងទេថា5នាទីខាងមុខនឹងមានអ្វីកើតឡើងនោះទេអ្វីថ្មីអាចកើតឡើងគ្រប់ពេលវាអាចជាព្រឹត្តិការណ៍សាមញ្ញឬព្រឹត្តិការណ៍សំខាន់ដែលអាចផ្លាស់ប្ដូរជីវិតយើងអាចធ្វើអ្វីម្យ៉ាងដើម្បីផ្លាស់ប្ដូរវាទេអនាគតរបស់យើងនៅចំហអ្វីក៏អាចកើតឡើងដែរយើងអាចចាប់ផ្ដើមគិតថាយើងនឹងទទួលយកគ្រប់យ៉ាងដែលកើតឡើងចំពោះយើងគួរតែរៀបចំខ្លួនសម្រាប់ទទួលយកការផ្លាស់ប្ដូរក្នុងជីវិតរបស់យើងតែសូមចាំថាការទទួលយកមិនបានន័យថាចុះចាញ់ឬបោះបង់ទេការទទួលយកគឺមានឥរិយាបថសម្របខ្លួនល្អដែលអនុញ្ញាតឲ្យយើងប្រឈមនឹងបញ្ហាបានល្អនិងអាចកែប្រែអ្វីដែលកែបានការទទួលយកអ្វីដែលចូលមកក្នុងជីវិតគឺមានន័យថាយើងតាំងចិត្តដើរលើផ្លូវជីវិតរបស់យើងត្រូវរៀនរស់ដោយរីករាយនឹងវាហើយចំណាយពេលវេលាល្អរបស់យើងឲ្យបានល្អបំផុតអ្នកអាចផ្អាករឿងគ្រប់យ៉ាងបន្តិចក្នុងជីវិតរបស់អ្នកផ្ដោតលើខ្លួនឯងនិងរឿងរ៉ាវរបស់អ្នកសូមចាំថាអ្វីដែលធ្លាប់កើតឡើងចំពោះអ្នកនិងមនុស្សដែលកំដរអ្នកកន្លងមករហូតដល់ថ្ងៃនេះពួកគេទាំងអស់នោះគឺសុទ្ធតែជាផ្នែកនៃជីវិតរបស់អ្នករឿងរ៉ាវល្អនិងបទពិសោធន៍ល្អក៏ដូចជារឿងដែលពីមុនមកអ្នកចាត់ទុកថាមិនល្អនោះក៏ជាផ្នែកនៃជីវិតអ្នកដែរទំនាក់ទំនងដែលធ្វើឲ្យអ្នករីករាយនិងទំនាក់ទំនងដែលធ្វើឲ្យអ្នកឈឺចាប់ទំនាក់ទំនងដែលអ្នកដាក់ខ្លួនរបស់អ្នកចូលទៅនិងទំនាក់ទំនងដែលអ្នកបណ្ដោយឲ្យវាឆ្លងកាត់អ្នកពេលវេលាល្អនិងពេលវេលាអាក្រក់ទាំងអស់នោះធ្វើឲ្យអ្នករៀនបានថាអនាគតអាចមានអ្វីខ្លះការងារដែលអ្នកបានធ្វើក្នុងកម្មវិធីនេះជួយឲ្យអ្នកសម្រេចចិត្តបានច្បាស់ថាអ្នកចង់បានអនាគតបែបណា